បាទថ្ងៃនេះលោកគ្រូនឹងបញ្យល់មេរៀនកម្មវិធី Microsoft Office PowerPoint ដើម្បីចូលកម្មវិធីនេះដូចទៅ Word ដែរទេគឺយើងចុចលើនេះ logo ពណ៌ទឹកក្រូចនេះហើយមានអក្សរ P ហ្នឹងគឺឈ្មោះវា PowerPoint ណាបាទចុចលើវាមកបាទយើងទាំងអស់នេះគឺសិតតែ mode slide របស់វាបើយើងចង់បានអាស្វាសគឺចុចនេះពាក្យនេះ Plan Presentation តែបើយើងចង់បានអាពណ៌ផ្សេងនេះមើលទៅកន្លែងពណ៌ណានេះឧបមាពណ៌នេះនេះយករើមក create វាមកនេះចេញឲ្យបែបនេះណាបើតែបើយើងអត់ចង់បានវាទៀតយើងអាចចូលកន្លែង design នេះរើសនេះឬឲ្យយើងរើសចង់មួយណាអញ្ចឹងណាឧបមាថាគ្រូទៅយកមួយនេះពណ៌អីពណ៌ហ្នឹងពណ៌នេះអញ្ចឹងនេះតែតែមាន mode ដែរឃើញណាបាទហ្នឹងលោកឲ្យយកគ្រូយកពណ៌ហ្នឹងអញ្ចឹងដូចទៅ Word ដែរកន្លែងនេះបើយើងអត់ចង់បានវាទេយើងអាចលុបវាបាននេះយើងបើយើងចេះលុបអត់កើតទេណាយើងយកម៉ៅយើងដាក់លើនេះចេញបែបនេះឲ្យ delete បាទ delete វាមកបាទដំបូងបំផុតគឺយើងដាក់ logo insert picture បាទសូមបញ្ជាក់បន្ថែមថាកម្មវិធី PowerPoint វាស្តៀងតែ Word ទេប៉ុន្តែខុសគ្នាត្រង់ថា Word យើងប្រើសម្រាប់វាយអត្ថបទបង្កើតសភៅបង្កើត Excel បានតែ PowerPoint ក៏បានដូចគ្នាដែរប៉ុន្តែគ្រាន់តែគេភាគច្រើនគេប្រើសម្រាប់ធ្វើបទបង្ហាញសង្ខេបមេរៀនបញ្យល់ទៅកាន់អ្នកដទៃដូចជាកូនលោកគ្រូឲ្យធ្វើការងារក្រុមកូនឯងត្រូវចាត់គ្នាប្រហែលអ្នកមកឡើងធ្វើបទបង្ហាញនេះហៅថា presentation បាទកន្លែងនេះបើយើងចង់ដាក់សុំដាក់ឲ្យដូចការយើងរៀនវត្តហ្នឹងដូចគ្នាដែរអត់ខុសគ្នាទេកន្លែងហ្នឹងបាទគឺដូចគ្នាទេកន្លែងហ្នឹងដាក់ពណ៌ដាក់អីនេះកន្លែងនេះដូចគ្នាបាទហើយទៅសេព្រះរាជាណាចក្រកម្ពុជាក៏យ៉ាងដែរគឺយកនេះឃើញណា save insert save កន្លែងហ្នឹងមកសេដូចគ្នាទេកន្លែងហ្នឹងអត់មានខុសគ្នាទេបាទព្រះរាជាបាទពណ៌ខ្មៅមើលទៅអត់ដិតទេយើងដូរពណ៌មកនៅកន្លែងអក្សរ A នេះបាទដាក់ពណ៌សឬក៏ពណ៌អីយ៉ាងមកហើយ font មើលទៅអត់ស្អាតយើងអាចដូរឲ្យហើយក៏បានដែរកន្លែងនេះប៉ុន្តែត្រូវ select វាសិនយើងហៅពាក្យពីច្រើនខ្មែរអក្សរឆ្លាក់គឺខ្មែរ S Mulai នេះខ្មែរ S Mulai បាទ font ដាក់ធំតិចក៏បាត់អីដែរហ្នឹងព្រះរាជាណាចក្រកម្ពុជាបាទសម្រាប់ជាតិសាសនាគឺយើងចុះបន្ទាត់គឺចុះ enter បាទជាតិសាសនាព្រះមហាក្សត្រកន្លែងហ្នឹងត្រូវដុសឃ្លាយ៉ាងគ្រូឲ្យឃើញមួយចំនួនអត់ដុសឃ្លាទេបាទ Control A ដើម្បី select វា Control E ដើម្បីឲ្យវានៅកណ្ដាលប៉ុន្តែ font ហ្នឹងគឺវានៅជាប់គ្នាពេកដល់អញ្ចឹងយើងដើម្បីរក្សាគម្លាតវាគឺយើងចូលកន្លែងនេះចូល home នេះកន្លែងនេះយើងហៅថា line spacing យើងអាចយក 1.15 ពីក៏បានដែរដើម្បីឃ្លាតតិចឬច្រើនបាទនេះហើយក៏យើងអាចដាក់ពណ៌លើវាបានដែរនេះ save field ដាក់ពណ៌ផ្ទៃអញ្ចឹងបាទចេះអស់ហើយណាបាទកន្លែងនេះweight នេះគឺដាក់កម្រាស់ឲ្យវាបាទហើយ save outline នេះគឺដាក់ពណ៌អីមកនេះបាទហើយឈ្មោះសាលាឈ្មោះអីហ្នឹងគឺ set យ៉ាងដែរដូចគ្នាការគ្រូបរិញ្ញាបត្រហ្នឹងគឺដូចគ្នាបែបបាត់ប៉ុន្តែភាគច្រើនដូចលោកគ្រូញ៉ាំ slide គឺគេសង្ខេបពេកគេអត់ធ្វើវែងដូច Word ទេអញ្ចឹងយើងអាចដាក់ប្រធានបទដែលលោកគ្រូធ្លាប់ឲ្យមកឧបមាធ្វើអីគេ right click យកពាក្យ edit បាទប្រធានបទអំពី STEM យ៉ាងណាឧបមា STEM អង់គ្លេសហៅថា STEM បាទយើង font អត់ស្អាតទេអញ្ចឹងយើងសេរីវាមកបាទចូលកន្លែងហ្នឹងហើយពណ៌ហ្នឹងយើងអាចដូរបានដែរនេះ format នេះរើសពណ៌មកបើយើងគិតថាអត់ស្អាតបាទហើយទំព័រមុខហ្នឹងគឺយើងត្រូវដាក់ឈ្មោះក្រុមរបស់យើងដែរ insert save បាទដាក់គ្រប់មក right click យកពាក្យ edit text បាទក្រុមទី1មានសមាជិកប្រហែលអ្នកអញ្ចឹងយើងដាក់មកឈ្មោះបាទយើងចុះបន្ទាត់ហើយយើងដាក់ home នេះអាកន្លែងនេះធ្លាប់រៀនហើយនេះដាក់លេខរៀងចំណុចស្វ័យប្រវត្តិនេះអញ្ចឹងយើងអាចដាក់ហ្នឹងបាទមកអីហងសុកមេធាអញ្ចឹងមកបាទ enter មកវាចេញលេខ2 auto ហើយអញ្ចឹងដែរគេអេងវិហៀងយ៉ាងមកបាទអីគេទៀតរិនធីតាអីយ៉ាងមក
បាទរិនប្រំប្រៃអីយ៉ាងមកបាទហើយមើលអក្សរទៅវាអត់សូវស្អាតទេអត់សូវស្អាតយើងសេរីវាមក Ctrl A សម្រាប់លេចវាដូរ font នេះបាទហើយវាអត់ស្មើគ្នាស្អាតទេយើងដាក់ចេះមកឃើញស្អាតទេបន្ទាប់មកយើងដាក់គំនិតវាឲ្យឆ្ងាយពីគ្នាតិចមកនេះបែបនេះមកឲ្យវាឃ្លាតពីគ្នាតិចបាទសេរីមកបាទគេធ្វើបែបហ្នឹងហើយបើពណ៌ហ្នឹងគិតថាអត់ស្អាតទេពណ៌សុកឡានអត់ស្អាតទេយើងអាចដូរពណ៌ផ្សេងទៅឧបមាអញ្ចឹងណាហើយបរិញ្ញាដែរណាគេឧបមាលោកគ្រូអ្នកបរិញ្ញាយើងដាក់ឈ្មោះលោកគ្រូមកបាទពណ៌មើលអត់ច្បាស់ទេយើងសេរីពណ៌វាមកហើយដូរ font ឲ្យក៏បានដែរឲ្យវាស្អាតគឺថាស្អាតបាទ font អក្សរខ្មែរអញ្ចឹងគ្រូប្រាប់តែហើយនេះអត់មានតែពាក្យ KH ណាពាក្យ K ហ្នឹងគឺអក្សរខ្មែរយើងទាំងអស់នេះហ្នឹងគឺអក្សរខ្មែរយើងទាំងអស់ឃើញអត់បាទចាំមកឧបមាដាក់ប៉ុណ្ណឹងហើយអញ្ចឹងដើម្បីដាក់រូបភាពអំពី stem ហ្នឹងយើងត្រូវដាក់រូបឲ្យគេមើលដែរយើងចូល Google មកបាទយើងវាយទៅអ្វីទៅជា stem មកបាទយើងវាយអាចវាយជាខ្មែរខ្លះលេខអង់គ្លេសខ្លះមកអ្វីទៅជា stem បាទ enter មកនេះវាចេញមកហើយដល់អញ្ចឹងយើងចុច image មកដើម្បីយករូបភាពនេះរូបភាព system នេះអញ្ចឹង right click លើវាយកពាក្យ save image as នេះតបមកយើងនេះទុកនៅកន្លែងណានេះ desktop ឬក៏ document ឬក៏ picture យើងនេះឧបមាទៅទុកនៅ picture យើងដាក់ទៅ stem save មកបាទបើយើងចង់បានផ្សេងទៀតនេះយើងហៅមើលទៅនេះ stem ហ្នឹងនេះឧបមាថានេះ right click save image ហើយវានៅលើ picture តែហើយ stem តែប៉ុន្តែកុំដាក់ឈ្មោះដូចគ្នាបើថាមាន stem ហើយអានេះដាក់ stem មួយមកដូចគ្នាសោះបើតដូចវាបាត់មួយនៅមួយវាឈ្មោះវាជាន់គ្នាបាទអញ្ចឹងយើងដើម្បីយករូបភាពដូចត Word ដែរគឺយើងចូល insert picture ហើយយើងមិនទុកនៅនេះ stem insert មកនេះដាក់អញ្ចឹងមកហើយបើយើងគិតថាវាអញ្ចឹងអត់ស្អាតទេយើងអាចដាក់មូដាក់ជ្រុងដាក់មិនអញ្ចឹងតែយើងអញ្ចឹងណាបាទដើម្បីបង្កើត slide ថ្មីទៀតហ្នឹងគឺថា slide ទី1នឹងចប់ហើយយើងចូល slide ទី2យើងនេះយើងចុចកន្លែងនេះ home new នេះកន្លែងនេះមាន mode ឲ្យយើងរើសនេះយើងចង់បានមិនយើងមើលទៅនេះចុចអញ្ចឹងមកបាទវាចេញហើយអញ្ចឹងធម្មតា slide ទី2យើងច្រើនដាក់មាតិកាយើងមាតិកាមានអីខ្លះមាតិកាហ្នឹងគឺបញ្ជីរាយនាមដែលយើងត្រូវរៀនធ្វើបង្ហាញគេហ្នឹងគឺអីខ្លះបាទអញ្ចឹងធម្មតាមាតិកាយើងដាក់លេខរៀងឲ្យស្វ័យប្រវត្តិមកគឺចូល home ហ្នឹងនេះបាទ1រ៉ូម៉ាំង2រ៉ូម៉ាំងអញ្ចឹងដាក់មកសេចក្តីផ្ដើមអញ្ចឹងមកធម្មតាត្រូវមានសេចក្តីផ្ដើមអញ្ចឹងហើយបាទទី2គេអ្វីទៅជា stem ឧបមាអញ្ចឹងណាបាទទី3អីគេផលប្រយោជន៍របស់ stem 4សេចក្តីបញ្ចប់អីចឹងមកបាទអញ្ចឹងមើលអត់ស្អាតទេយើងសេរី font វាឲ្យហើយមកបាទទាញវាឲ្យវែងមកហើយ select វាដើម្បីដាក់កម្រិតវានេះបាទអញ្ចឹងដើម្បីបើយើងអត់ចង់បង្កើត slide ថ្មីទេយើងអាចចុច right click យកពាក្យ duplicate នេះដើម្បី copy slide វាតគ្នានេះអញ្ចឹងនេះអញ្ចឹងអានេះធម្មតាខ្ញុំឲ្យអាទី1នេះយើងដាក់អានេះយើងអត់ត្រូវដាក់ទេយើងដាក់អញ្ចឹងទឹកដីផ្ដើមហ្នឹងយើងត្រូវរៀបរាប់ប្រាប់គេយើងត្រូវលុបអញ្ចឹងយើងដាក់យ៉ាងនេះ slide អញ្ចឹងដល់ពេលអានេះអញ្ចឹងលុបអាទី1ចោល
លុបអទី2អទីជប់nóจะដាក់លេខ2អូមកចូលនេះលេខដើមតែអានេះលុបចោលដែរបាទនេះយើងត្រូវដាក់2បានត្រូវបាទហើយយើងធ្វើបន្តរហូតដល់អស់ហ្នឹងសម្រាប់អាចចង់អានេះគឺសម្រាប់សេចក្តីដើមនោះយើងដាក់អីខ្លះដល់ពេលអ្វីទៅជាតាមយើងត្រូវរៀបថាអ្វីទៅជាតាមរៀបកន្លែងហ្នឹងណាតែនេះគ្រូអត់ទាន់បង្ហាញទេចាំយើងធ្វើអនុវត្តរបស់អ្នកនេះគ្រាន់តែប្រាប់ឲ្យរបៀបធ្វើទេហើយមួយទៀតដើម្បីធ្វើឲ្យ slide តាក់ទាញគឺយើងត្រូវដាក់ animation ឬក៏ transition ឲ្យវាមើលទៅស្អាតលយគឺយើងចុចលើវាយ៉ាងមកហើយនេះ transition នេះវាមាន mode នេះមាន mode បែបនេះកញ្ចក់បែកបាទទី2ដាក់អីគេ mode អីគេ mode បើចាប់ហើបាទទី3ដាក់អីគេមើលទៅយើងអាចរើសបានបែបសបុកខ្មុំបាទទី4បែបអីមើលបែបយ៉ាងមកបែបអញ្ចឹងអាហ្នឹងយើងសម្រាប់ដាក់ slide ទី1ទី2ទី3ទី4យ៉ាងហ្នឹងគេហៅ transition នេះដល់ពេលចង់ដាក់ឲ្យដូច logo ឬអីមានចលនាហ្នឹងគឺដាក់នេះ animation បាទអញ្ចឹងយើងដាក់អីគេតបំផុតដាក់លើមុនគេប្រជាជនកម្ពុជាដាក់មិនបែបនេះហោះស្ទុយមកអញ្ចឹងមកបាទបន្ទាប់មក logo ហោះអញ្ចឹងមកឃើញទេតមក stem មានអីខ្លះនេះយើងមាន mode និយាយទៅមាន mode ច្រើននេះយើងអាចបែបនេះបាទរូបភាពអាចបែបនេះបាទឈ្មោះសមាជិកយើងហ្នឹងអាចបែបនេះបាទឈ្មោះលោកគ្រូអាចហោះបែបនេះបាទហើយបន្តហ្នឹងយើងធ្វើម្ដងមួយអាហ្នឹងត្រូវតែ select លើវាបានវាចាញ់បើយើងអត់ select ទេនេះអត់ចាញ់ទេនេះបាត់អញ្ចឹងណាតោះ select លើវាចេះបានវាចាញ់បាទហោះមកអញ្ចឹងមកបាទបែបហ្នឹងមកបាទពេលយើងដាក់ទៅនេះលេខ1ដាក់មុនគេចេញលេខ1ដាក់លេខមកលេខ2នេះវាតគ្នាអាណាយើងដាក់មុនមកព្រោះអានេះទឹកលេខ5អញ្ចឹងមកនេះលេខលើវាហោះអញ្ចឹងមកដល់លេខ2ស្អីគេលេខលើវាមកនេះបែបនេះបាទដូចតែ Word ដែរបន្ទាប់ពីយើងធ្វើរួចរាល់អស់ហើយយើងត្រូវ save រក្សាទុកវាគេចូល file save browse នេះហើយយើងទុកនៅកន្លែងណាយើងត្រូវដឹងកន្លែងទុកនេះអានេះ document មានន័យថាយើងទុកនៅ document អញ្ចឹងយើងដាក់មកយើងដាក់ឈ្មោះ slide របស់យើងអីគេកិច្ចការក្រុមទី1អំពី stem អីយ៉ាងមកដើម្បីឲ្យដឹងថាយើងដាក់ចំណងជើងអីយើងស្រួលហៅណា save មកបាទយើងអាចខ្វែងចោលប៉ុន្តែមួយទៀតដើម្បីកុំឲ្យវាលុត font អក្សរផ្ដេសផ្ដាស់យើងត្រូវរក្សាទុកវាជា PDF ពេលយើងផ្ញើទៅអ្នកដទៃវាអត់បាត់វាអត់លុត font អក្សរព្រោះកុំព្យូទ័រលោកគ្រូអាច font ផ្សេងទៅកុំព្យូទ័រកូនឯងអាច font ខុសគ្នាវាអាចលុតអក្សរឬក៏អាចចេញជ្រុងចេញអីយ៉ាងណាអញ្ចឹងយើងត្រូវ save ជា PDF ដើម្បីកុំឲ្យវាលូតចូល CLR ប្រើតែហើយរក្សាទុកនៅ document តែហើយប៉ុន្តែកន្លែងនេះឈ្មោះតែទៅហើយតែ PowerPoint នេះគឺយើងដូរទៅជា PDF ទៅមកបាទវាคล้ายទៅជា PDF នេះវាអាចកែបានអាចដូរពណ៌អីបានទេអញ្ចឹងយើងអាចខ្វែងវាមកបាទបន្តមកទៀតយើងបើកTelegram មកហើយយើងផ្ញើចូលគ្រប់ដូចតែយើងការរៀន Word ហ្នឹងដូចគ្នាបែបបាត់គ្មានខុសគ្នាទេបាទបើដែរហ្នឹងនេះកន្លែងហ្នឹងមកជាកន្លែងនេះហើយយើងហៅនេះ document ហ្នឹងយើងអាចខ្សែចុចឈ្មោះកិច្ចការក្រុមទី1អំពី stem អញ្ចឹងមើលទៅកិច្ចការនេះកិច្ចការក្រុមទី1អំពី stem យើងអាចចុចលើវាបន្តមកចុច control បាន2 open មក send នេះបាទប៉ុណ្ណឹងជាការស្រេចអញ្ចឹងយើងរៀនធ្វើទាំងអស់គ្នាបាទសូមអរគុណ